anh mặt cái lon máu đây trường anh quạt tới cái tuần ban càng còn trơ chán vì bị chiều bờ rót này không cả bọc nào chỉ là người cầm thật xa đấy để xa cầm thật xa sinh cắt từng ọ lục miên quạt tầm miên và chăm thằng ai kèm đòn tụ bay thằng ai sai thằng ai đất và chiều bờ rót miên sọc tục ấy từ dương trong tự đòn của quạt chả thì pi tiết và chiều bờ rót quạt từ tuần mờ nạp hiệp hay khi nào chi một hiệp cây cỏ dương chuỗi trồng chè quạt rồi quạt làm ấy ấy đầm nã cả bằng sọt bằng đồ chỉ sọt nữa bàn rồi rò chuồng quạt chả ai mua tiết cá chanh thì khách mờ nạp hiệp và dương thật ai quạt rồi bà đại không lúc lừa dương miền nhà thợ ốm chuỗi một bình ai cái xa bằng chẹt bị mù là hai slap môn cả này nó bấm cho bón chả làm việc cho bộ bón nhưng ăn đồ bón tam thì đây mình thấy bón cái xuồng hạt đây để ao nẹt từ tuần mờ nạp hiệp vì mình tìm pet từ pet nẹt chân thì khách nẹt đây mờ nạp hiệp cái mùi than của hạt bá từ miền bóc miền pet đây còn chỉ nè mình chạy vì mùi là hai slap bây đây còn từ tuần ban ai xã nó còn bắt đầu sự các sống thư atra cổ than mờ nạp hiệp cứ dừng chạy chung không liềnแต่เอาไว้เตอร์จะอาจกำบังได้ធ្វើឲ្យរដ្ឋបាលមូលដ្ឋានមួយអាចដណ្ដើមបានបេះដូងនិងទំនុកចិត្តពីប្រជាពលរដ្ឋយ៉ាងរឹងមាំចម្លើយបានបង្ហាញយ៉ាងច្បាស់នៅសង្កាត់វាលស្បូវខណ្ឌច្បារអំពើរាជធានីភ្នំពេញស្ថិតនៅលើដីជាប់ដងទន្លេមេគង្គមានព្រំប្រទល់ជាប់នឹងសង្កាត់ព្រែកឯងសង្កាត់និរោធព្រែកប្រានិងព្រែកថ្មីមានប្រជាជនរស់នៅប្រមាណជាជាង 21000 នាក់ស្មើនឹងជាង 4800 គ្រួសារសាលាសង្កាត់វាលស្បូវបាននឹងកំពុងតែបង្កើតនៅរបបថ្មីមួយតាមរយៈការអនុវត្តសេវាច្រកចេញចូលតែមួយយ៉ាងសកម្មនិងមានប្រសិទ្ធភាពបំផុតនៅក្នុងការអនុវត្តយន្តការច្រកចេញចូលតែមួយនេះសេវារដ្ឋបាលចំនួន23ប្រភេទត្រូវបានដាក់ចេញដោយក្នុងនោះមាន13សេវាផ្ដល់ជូនដោយឥតគិតថ្លៃប៉ុន្តែអ្វីដែលជាបេះដូងនៃកំណែតម្រង់និងទទួលបាននូវការកោតសរសើរខ្លាំងនោះគឺសេវាអត្រានុកូលដ្ឋានដែលបានផ្លាស់ប្ដូរមុខមាត់យ៉ាងថ្មីសន្លាងពីការសរសេរដោយដៃមកជាការចុះបញ្ជីតាមប្រព័ន្ធ Digital សេវាអត្រានុកូលដ្ឋានកាលឆ្នាំ2022ដល់2002ក្នុងយុទ្ធនាការរាជរដ្ឋាភិបាលបានបង្កើតយុទ្ធនាការនៃការចុះបញ្ជីអត្រានុកូលដ្ឋាននេះគឺយើងសរសេរដោយដៃក្នុងនោះដែរយើងមានភាពប្រឈមដោយសារការសរសេរដៃមានការខុសច្រើនពេលខ្លះចេញច្បាប់ដើមជូនប្រជាពលរដ្ឋតែអត់បានសរសេរចូលក្រុមបញ្ជីយោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃស្តីពីបែបបទនិងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់យន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់មានតួនាទីភារកិច្ចដូចជាទទួលពាក្យស្នើសុំទម្រង់បែបបទនិងសំណុំឯកសារភ្ជាប់ស្នើសុំសេវារដ្ឋបាលរបស់ប្រជាពលរដ្ឋពិនិត្យសម្រេចលើរាល់ការស្នើសុំសេវារដ្ឋបាលដែលស្ថិតនៅក្នុងសមត្ថកិច្ចពិនិត្យនិងសម្រេចរបស់រដ្ឋបាលឃុំសង្កាត់បញ្ជូនសំណុំឯកសារស្នើសុំសេវាទៅក្រសួងស្ថាប័នអង្គភាពពាក់ព័ន្ធដើម្បីពិនិត្យនិងសម្រេចចំពោះប្រភេទសេវារដ្ឋបាលផ្សេងទៀតដែលមិនស្ថិតនៅក្នុងដែនសមត្ថកិច្ចពិនិត្យសម្រេចរបស់រដ្ឋបាលឃុំសង្កាត់ផ្សព្វផ្សាយនិងផ្តល់ព័ត៌មាននានាពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលនៃរដ្ឋបាលឃុំសង្កាត់ឲ្យបានទូលំទូលាយសម្របសម្រួលដោះស្រាយបញ្ហានិងផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋដែលបានដាក់ពាក្យស្នើសុំសេវារដ្ឋបាលនៅយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់យើងចោះជាលក្ខណៈប្រព័ន្ធនេះគឺមានភាពងាយស្រួលចាមានភាពងាយស្រួលក្នុងការចុះអត្រានុកូលដ្ឋាននេះដោយសារសង្កាត់វាលស្បូវចុះអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋានជាមួយគ្នាចាចឹងហើយធ្វើឲ្យមានភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលគាត់មកចុះកំណើតកូនហើយគាត់បញ្ចូលទៅក្នុងសិភៅស្នាក់នៅតែម្ដងសិភៅគ្រួសារគាត់តែម្ដងដោយយើងយក URC ពីខាងមន្ត្រីអត្រានុកូលដ្ឋានទៅយើងបញ្ចូលតែម្ដងតនន័យគាត់ចុះលោតមកតែម្ដងចាហើយយើងមានភាពងាយស្រួល
ពេលដែលវាបញ្ចូលទៅនេះខុសត្រូវអីយើងកែបានភ្លាមចាយើងកែបានភ្លាមហើយអក្ខរាវិរុទ្ធច្បាស់ចាច្បាស់ហើយជាពិសេសกระดาษស្អាតចាกระดาษស្អាតហើយយើងមាន QR code ចាងាយស្រួលក្នុងការគ្រប់គ្រងសន្ធិតិប្រជាពលរដ្ឋចាហើយក្នុងការទុកដាក់ឯកសារมันមានការទុកដាក់សន្ធិតិនេះគឺมันមានការឆ្លៃបន្លំចាឥឡូវនេះមកតាមដានពិនិត្យមើលទៅលើការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយនៅសង្កាត់វាលស្បូវជាបន្តទៅទៀតលឿនច្បាស់លាស់និងគ្មានភាពស្មុគស្មាញការប្រែក្លាយទៅជាប្រព័ន្ធ Digital មិនត្រឹមតែជួយកាត់បន្ថយពេលវេលានិងការចំណាយរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានផ្លាស់ប្ដូរទស្សនៈរបស់ពលរដ្ឋមកលើការផ្តល់សេវាសាធារណៈឲ្យកាន់តែមានភាពកក់ក្ដៅផងដែរបាទថ្ងៃនេះខ្ញុំមកទទួលសេវាធ្វើសម្បត្តិកំណើតឲ្យកូនបាទកូនខ្ញុំតែបានមួយសប្តាហ៍ជាងបងដំបូងខ្ញុំមកសួរព័ត៌មានសិនថាត្រូវយកឯកសារអីមកខ្លះចឹងណាបងឯកសារមានដូចជាសម្បត្តិបញ្ជាក់ចេញពីពេទ្យតាក់ញើបានឪពុកម្ដាយសម្បត្តិកំណើតឪពុកម្ដាយសម្បត្តិអាពាហ៍ពិពាហ៍បាទល្អបងសេវាល្អបងបាទទាំងការទទួលភ្ញៀវនិងការណែនាំព័ត៌មានអីផ្សេងល្អបងបាទជាក់ស្ដែងខ្ញុំមកធ្វើសម្បត្តិកំណើតនេះគឺ3ថ្ងៃបានបងបាទបងចំពោះការធ្វើការរបស់គាត់ល្អបងមានក្រមសីលធម៌ល្អបងបាទមិនត្រឹមតែលឿនរហ័សតែប៉ុណ្ណោះទេប៉ុន្តែតម្លាភាពគឺជាសសរទ្រូងនៃទំនុកចិត្តការបើកផ្សាយតារាងតម្លៃសេវាសាធារណៈនៅសាលាសង្កាត់បានលុបបំបាត់ចោលទាំងស្រុងនៅមន្ទិលសង្ស័យនិងការបារម្ភពីការចំណាយក្រៅផ្លូវការសម្រាប់ខ្ញុំផ្ទាល់មានរំថាពីអាណត្តិពីមួយអាណត្តិទៅមួយអាណត្តិឃើញមានការប្រែប្រួលច្រើនជាពិសេសគឺហៅថាជីវធម៌នៅក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសម្រាប់ខ្ញុំផ្ទាល់ជាប្រជាជននៅក្នុងមូលដ្ឋានដល់ពេលដែលចូលមកគឺឃើញមានការបិទផ្ទាំងនៅហៅថាសេវាព័ត៌មានផ្សេងដែលអត់មានការបិទបាំងទេអញ្ចឹងជាពលរដ្ឋក៏ចូលមកថ្លៃសេវានៅពេលដែលគាត់រត់ឯកសារឬក៏ស្នើសុំឯកសារផ្សេងគឺគាត់អាចមើលឃើញនៅតារាងតម្លៃចាក់ស្ដែងនៅក្នុងការបិទផ្សាយហ្នឹងហ្មងអញ្ចឹងគាត់អត់មានបារម្ភថាពេលដែលធ្វើហើយអត់ចំណាយថាប្រាក់ច្រើនឬមួយក៏ថវិកាច្រើនទេចាក់ស្ដែងនៅពេលដែលយើងធ្វើឯកសារប៉ុណ្ណាគឺយើងបង់សេវាប៉ុណ្ណឹងអត់មានការឆាចអីផ្សេងក្រៅពីហ្នឹងទេសមិទ្ធផលដ៏ត្រចះត្រចង់នៅថ្នាក់មូលដ្ឋាននេះគឺការចេញពីការអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅគោលនយោបាយរបស់រាជរដ្ឋាភិបាលពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនិងប្រែក្លាយទៅជារដ្ឋបាល Digital ជាពិសេសការប្រកាន់ខ្ជាប់នៅអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលតែងតែក្រើនរំលឹកដល់អាជ្ញាធរថ្នាក់ក្រោមជាតិថាត្រូវបង្ខិតសេវាឲ្យកាន់តែគៀកចិត្តប្រជាពលរដ្ឋបម្រើពលរដ្ឋដោយស្មោះត្រង់លឿនរហ័សមានតម្លាភាពសុជីវធម៌និងមិនត្រូវទុកឲ្យពលរដ្ឋរងចាំយូរឬមានបាតុភិបអសកម្មកើតឡើងឡើយចេញពីបទបញ្ជាមកជាឆន្ទៈការងារមន្ត្រីសង្កាត់វាលស្បូវបានស្ម័គ្រចិត្តលះបង់ពេលវេលារបស់ខ្លួនធ្វើការបន្ថែមម៉ោងរហូតដល់យប់ជ្រៅឬក៏នៅថ្ងៃចុងសប្តាហ៍ដើម្បីធានាថាឯកសាររដ្ឋបាលរបស់ប្រជាពលរដ្ឋត្រូវបានសម្រេចជូនបានលឿនជាងការកំណត់3ថ្ងៃរបស់ក្រសួងមហាផ្ទៃទៅទៀតធ្វើឲ្យមន្ត្រីមានឆន្ទៈក្នុងការចូលរួមការងារអនុវត្តការងារឲ្យបានល្អគឺមានការចែករំលែកសំខាន់ណាស់សិល្បៈក្នុងការចែករំលែកអញ្ចឹងហើយភាពទន់ភ្លន់តែមើងម៉ាត់របស់យើងពេលដែលយើងរៀបចំផែនការឲ្យគាត់ហើយរហូតដល់មន្ត្រីជំនួយការពេលខ្លះថែមម៉ោងដល់យប់ទៀតហើយថ្ងៃឡើងគាត់នៅ stand by នៅទីនេះចា stand by នៅទីនេះមហូបមកពជាការពារដែលនៅប្រចាំការស្នាក់ការគឺគាត់ធ្វើមហូបធ្វើអីទៅឯនេះរួចដៃហូបហើយមកធ្វើឯកសារបន្តទៀតបើមានប៉ុន្តែមានច្រើនជាងអត់ចាធ្វើជាប់រហូតដល់ម៉ោងបំពេញការងារវិញហើយមន្ត្រីរបស់ខ្ញុំសបោស្រីស្រីចាហើយក្នុងក្រុមប្រឹក្សា7នាក់ស្រី4ប្រុសតែ3ទេចាអញ្ចឹងហើយគឺស្មើដៃគ្នាហើយ
សុខភាពនិងវ័យប្រហាក់ប្រហែលគ្នាខុសត្រូវគ្នាតិចតួចទេហើយម្នាក់មានភាពទទួលខុសត្រូវច្បាស់ណាស់អញ្ចឹងក្នុងនាមខ្ញុំជាអ្នកដឹកនាំអង្គភាពមួយទាំងមូលដូចអត់សូវពិបាកប្រហែលទេចាដោយសារគាត់មានឆន្ទៈហើយបែងចែកការងារគាត់មានភាពទទួលខុសត្រូវរបស់គាត់ផ្អែកលើសមិទ្ធផលពិតប្រសិទ្ធភាពពិតនិងការលះបង់យ៉ាងពិតប្រាកដទាំងនេះគឺជាគ្រឹះយ៉ាងរឹងមាំដែលបានសាងជំនឿចិត្តរបស់ពលរដ្ឋមកលើអាជ្ញាធរសង្កាត់វាលស្បូវការយកឈ្នះបេះដូងប្រជាពលរដ្ឋតាមរយៈសកម្មភាពជាក់ស្ដែងនៅក្នុងអាណត្តិចាស់មិនត្រឹមតែជាមោទនភាពដ៏ធំធេងប៉ុណ្ណោះទេប៉ុន្តែគឺជាគ្រឹះដ៏រឹងមាំបំផុតនៅក្នុងការត្រៀមលក្ខណៈសម្បត្តិរួចជាស្រេចចំពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ2027ខាងមុខដើម្បីបន្តទទួលបានសន្លឹកឆ្នោតទំនុកចិត្តនិងបន្តបេសកកម្មបម្រើប្រជាពលរដ្ឋឲ្យកាន់តែស្មោះត្រង់និងប្រសើរឡើងថែមទៀត។